បងមុនហ្នឹងបើបានបកស្រាយអំពីចំណាត់ថ្នាក់នៃបទល្មើសហ៎បងបាទអញ្ចឹងខ្ញុំអាចសួរមកសំណួរទៀតបានអត់បង អូខេបានតបអញ្ចឹងដើម្បីដឹងថាអំពើហ្នឹងវាជាបទល្មើសអញ្ចឹងការយើងគួរតែពិនិត្យមើលអ្វីខ្លះមកដឹងថាអំពើហ្នឹងវាជាបទល្មើសហ៎បងអូខេអរគុណបងសម្រាប់សំណួរអញ្ចឹងចំពោះសំណួររបស់បងហ្នឹងគឺតាក់ទងទៅនឹងភាពសមនៃបទល្មើសរបស់បងដើម្បីយើងដឹងថាអំពើដែលគេប្រព្រឹត្តនឹងជាបទល្មើសឬមួយក៏អត់យើងត្រូវសិក្សាទៅលើភាពសមមាន3ទី1គឺធាតុសាសនុម័តទី2គឺធាតុអត្តនម័តនិងទី3ធាតុនិស្សានុគោលអូបើអាចជួយបញ្យល់អំពីភាពសមទាំង3នេះបានអត់បងអូខេបានបងអញ្ចឹងខ្ញុំសូមនិយាយនិយមន័យមួយឯងចាំខ្ញុំបញ្យល់ជាភាសាសាមញ្ញដើម្បីឲ្យងាយស្រួលយល់ទាំងអស់គ្នាអញ្ចឹងចំពោះទី1ហ្នឹងគឺធាតុសាសនុម័តធាតុសាសនុម័តឬហៅថាធាតុសម្ភារៈដែលសំដៅទៅលើអំពើដែលជនល្មើសបានប្រព្រឹត្តបទល្មើសជាក់ស្ដែងចេញមកខាងក្រៅតាមរយៈអំពើរបស់គេដែលបង្កគ្រោះថ្នាក់ដល់សង្គមបើយើងនិយាយងាយស្ដាប់ទៅគឺសកម្មភាពរបស់ជនល្មើសឬមួយក៏សម្ភារៈដែលជនល្មើសបានប្រព្រឹត្តនៅបទល្មើសនឹងហើយសម្រាប់ទី2គឺធាតុអត្តនោម័តធាតុអត្តនោម័តគឺជាអកប្បកិរិយាផ្លូវចិត្តរបស់ជនល្មើសចំពោះអំពើបង្កគ្រោះថ្នាក់ដល់សង្គមដែលបានប្រព្រឹត្តនិងចំពោះបច្ច័យដែលបានកើតឡើងនៅអំពើនោះបើយើងនិយាយងាយស្រួលស្ដាប់ទៅគឺចេតនាឬមួយក៏អចេតនាដែលជនល្មើសប្រព្រឹត្តនៅបទល្មើសហើយសម្រាប់ទី3នោះគឺធាតុនិស្សានុគោលធាតុនិស្សានុគោលនោះសំដៅទៅលើបទបញ្ញត្តិច្បាប់ជាធរមានដែលចាត់ទុកថាអំពើណាមួយជាបទល្មើសនិងច្បាប់បានកំណត់នៅអំពើនោះដែលត្រូវបានទទួលតាមច្បាប់បើយើងនិយាយស្រួលទៅមានន័យថាមានចែងនៅក្នុងច្បាប់ទៅមានបទល្មើសអូចុះបងអាចធ្វើឧទាហរណ៍មួយបានអូខេអញ្ចឹងខ្ញុំសូមលើកឧទាហរណ៍នៅបទល្មើសមួយគឺបទល្មើសឃាតកម្មដែលមាននៅក្នុងមាត្រា199នៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជាអញ្ចឹងសម្រាប់បងប្អូនឬមួយក៏បងប្អូននិស្សិតដែលគាត់ចង់ដឹងថាបទល្មើសនឹងត្រូវបានទាទោសដាក់ពន្ធនាគារប្រមាណហើយអាចត្រូវបានបន្ថែមទោសពីទឹកប្រាក់ប្រមាណហើយអាចចូលមើលនៅក្នុងក្រមព្រហ្មទណ្ឌមាត្រា199ដែរអរគុណច្រើនបង